យប់ជ្រៅណាស់ហើយកូនអង្គុយដែលម្នាក់ឯងកូនអង្គុយមើលរូបថតចាំងទឹកភ្នែកកូនហូរដោយមិនដឹងខ្លួនព្រោះថ្ងៃនេះគ្មានពុកម៉ែនៅក្បែរកូនទៀតទេកាលកូននៅពីតូចពុកម៉ែស៊ូលំបាកធ្វើការហត់នឿយដើម្បីកូនម្នាក់ទោះលោកឪពុកអ្នកម៉ែហត់នឿយយ៉ាងណាក៏មិនដែលត្អូញមិនដែលទុកកូនឲ្យនៅឯកាពុកដើរក្រោមថ្ងៃក្តៅដើម្បីរកប្រាក់មកចិញ្ចឹមកូនម៉ែលូកកម្លាំងដើម្បីអនាគតកូនប្រុងតែពេលលោកនៅក្បែរកូនបែរជាមិនសូវខ្វល់កូនធ្លាប់គិតថាពេលវេលាមានច្រើនគិតថាលោកនៅជាមួយកូនរហូតទើបមិនសូវនិយាយពាក្យថាស្រឡាញ់មិនសូវអង្គុយញ៉ាំបាយជុំគ្នាថ្ងៃនេះសល់តែរូបថតឲ្យកូនអោបពេលយប់ស្ងាត់ចង់ឮសំឡេងពុកម៉ែម្ដងទៀតតែគ្មានថ្ងៃអាចត្រឡប់កូនទើបដឹងថាកូនលោកធំប៉ុណ្ណាពេលបាត់បង់ទើបសោកស្ដាយទឹកភ្នែកកូនហូររយប់នឹកអនុស្សាវរីយ៍ដែលកូនឡងផុតផ្ទះចាំងនៅដដែលតែគ្មានស្លេងហៅកូនឲ្យញ៉ាំបាយគ្មានពុកអង្គុយចាំមាត់ទ្វារគ្មានម៉ែញឹមពេលកូនមកដល់រូបថតមួយសន្លឹកលើចិញ្ចារូបថតមួយសន្លឹកលើចិញ្ចាជំនួសក្តីកក់ក្ដៅពីថ្ងៃមុនកូនអង្គុយមើលទាំងបេះដូងឈឺព្រោះមិនអាចវិលទៅអតីតកាលថ្ងៃនេះសតើការចងចាំកូនមិនអាចសងបានអស់ទេមានតែពីងមួយពីបេះដូងកូននឹកពុកម៉ែណាស់យប់នេះកូននៅតែអង្គុយនឹកស្នាមញញឹមរបស់លោកទាំងវិញវាយឺតពេលហើយពុកម៉ែឲ្យកូនស្រឡាញ់លោកទាំងពីរខ្លាំង